Allahu Akbar ប្រទេសសង្ហបុរីបង្ហាញការគាំទ្រចំពោះផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលមានគោលបំណងពន្លត់ភ្លើងសង្គ្រាមនៅតំបន់កាហ្សាហើយសង្ហបុរីក៏បានអំពាវនាវឲ្យក្រុមហាម៉ាស់ទទួលយករឿងនេះផងដែរអ្នកនាំពាក្យក្រសួងការបរទេសសង្ហបុរីនិយាយថាសង្ហបុរីគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការដ៏ទូលំទូលាយរបស់លោកប្រធានាធិបតីដូណាល់ត្រាំដើម្បីបិទបញ្ចប់ជម្លោះនៅតំបន់កាហ្សាខណៈដែលអ៊ីស្រាអែលក៏យល់ព្រមទទួលយកវាផងដែរដូច្នេះសង្ហបុរីអំពាវនាវឲ្យក្រុមហាម៉ាស់ទទួលយកសំណើនេះដូចគ្នាក្នុងគោលបំណងបញ្ចប់សង្គ្រាមដ៏ឃោរឃៅនៅកាហ្សាទន្ទឹមគ្នាសង្ហបុរីក៏គាំទ្រឲ្យមានបទឈប់បាញ់ភ្លាមការដោះលែងចំណាប់ខ្មាំងនៅសល់ទាំងអស់ជាបន្ទាន់និងបង្កើនលំហូរជំនួយមនុស្សធម៌ជួយដល់ជនស៊ីវិលប៉ាឡេស្ទីនបន្ថែមលើនេះសង្ហបុរីក៏គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតីត្រាំនៅក្នុងការបង្កើតកិច្ចសន្ទនារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដើម្បីស្វែងរកគោលនយោបាយរួមរស់ជាមួយគ្នាដោយសន្តិភាពយូរអង្វែងគួរកត់សម្គាល់សំណើសន្តិភាពចំនួន20ចំណុចរបស់លោកប្រធានាធិបតីត្រាំបានយកឈ្នះការគាំទ្រពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតានយ៉ាហ៊ូកាលពីថ្ងៃច័ន្ទយ៉ាងណាមិញវានៅតែមិនទាន់ច្បាស់ថាតើក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាហ្សានឹងយល់ព្រមចំពោះសំណើនេះដែរឬទេខណៈលោកត្រាំបានប្រមានធ្ងន់ធ្ងរថាបើក្រុមហាម៉ាស់បដិសេធនោះគឺប្រៀបដូចជាពួកគេប្រឡែងលេងជាមួយឋាននរក